នេះជាហ្គេមឈ្មោះថា7ថ្ងៃនៃសេចក្តីស្លាប់យើងមានពេល7ថ្ងៃដើម្បីធ្វើផ្ទះនិងរក item ពេលតែគ្រប់7ថ្ងៃហ្នឹង zombie ហ្នឹងនឹងមកវាលុកផ្ទះយើងតែម្ដងហើយនេះជាវគ្គទី1ដែលខ្ញុំមកលេងហ្គេមហ្នឹងហើយ item ហ្នឹងគឺខ្ញុំរកបាន2ថ្ងៃហើយឥឡូវយប់ហើយខ្ញុំមិនអាចធ្វើ mission បានទេខ្ញុំត្រូវយកកែវទឹកទៅដួសទឹកលូបន្ទាប់មកខ្ញុំត្រូវយកវាមកដាំទឹកផឹកហើយដោយសារតែវាយប់មិនទាន់ព្រឹកខ្ញុំក៏ចំណាយពេលហ្នឹងទៅកាប់ឈើឲ្យបានច្រើនទុកធ្វើផ្ទះផងដែរពេលយប់យើងមិនអាចធ្វើ mission ឬទៅណាបានទាំងយប់ទេដោយសារតែខ្មោចពេលយប់វានឹងរត់លឿននិយាយមិនទាន់ចប់ផងខ្មោចមកវងក៏រត់កាត់ដើមឈើពេញហ្នឹងខ្ញុំក៏រកកន្លែងពួនសិនចាំវារត់ទៅអស់ចាំចាត់ការអាមួយនៅម្នាក់ឯងគ្រាន់តែរត់ចេញផ្លឹបអានៅម្នាក់ឯងហ្នឹងឃើញយើងបដ ாய் មិនមែនរត់យឺតឡើយទោះយើងតាក់ស្វីតមកកបក៏រត់មិនទាន់ខ្មោចហ្នឹងដែរខ្ញុំក៏ត្រៀមខ្លួនលួចហើយព្រោះវាតែឯងស្រួលចាត់ការហើយវាក៏ធ្លាក់ item មកដែរសិតតែ item ល្អក្រកភ្លើងហើយនឹងកែវទឹកហើយឥឡូវទៅម៉ោង12យប់ខ្ញុំក៏មិនទាន់អាចទៅណាបានដែរខ្ញុំក៏កាត់ដើមឈើបន្ថែមកាប់ឈើមកវក់ខ្ញុំក៏បានឈើ600រួចហើយខ្ញុំក៏យកមកក្រាប្លុកហើយអាប្លុកនោះយើងទុកធ្វើផ្ទះខ្ញុំក៏ឈរចាំរហូតដល់ទៅពេលព្រឹកហើយពេលដល់ម៉ោង4-5នាទីព្រឹកតានៅមុខផ្ទះយើងហ្នឹងគាត់នឹងបើកទ្វារហើយយើងអាចយកការងារពីតានឹងទៅធ្វើបាន Trader Rick is open for business. Direct or get wrecked. ខ្ញុំក៏ចូលទៅផ្ទះតាហ្នឹងដើម្បីយក mission ទៅធ្វើបន្តទៀត item ដែលគាត់ឲ្យអត់មានអ្វីឡើយក្រៅពីបាយស៊ីយកបាយស៊ីមកហើយចឹងការងារដែលគាត់ឲ្យខ្ញុំធ្វើបន្ទាប់ហ្នឹងគឺ clear zombie ខ្ញុំរើសយកអាចិតជាងគេជាងាយតាម100ម៉ែត្រទេពីផ្ទះខ្ញុំហើយមុននឹងទៅធ្វើ mission នោះខ្ញុំក៏មកចាត់ការខ្មោចចិត្តផ្ទះខ្ញុំដែរដើម្បីស្រួលធ្វើផ្ទះខ្ញុំក៏ចាត់ការ zombie ទាហានហ្នឹងងាប់ទាំងអស់ zombie ទាហាននោះឈាមវារាងតាន់ជាង zombie ធម្មតាក្នុងតង់ទាហានហ្នឹង item ល្អមានតាក្រកកភ្លើងមិនក្របហ្នឹងសោនខ្លាយយើងបាញ់ខ្មោចមិញមកគ្រប់ពងតែរៀបចំ item នោះអាខ្មោចមួយនោះក៏រត់ចូលមកតែម្ដងខ្ញុំក៏ត្រូវទៅធ្វើ mission ជាថ្ងៃខ្ញុំត្រូវដើរទៅហ្នឹង140ម៉ែត្រផ្ទះដែលយើងត្រូវធ្វើហ្នឹងគឺធ្វើឲ្យក្តៅសម្រាប់ zombie ក្នុងផ្ទះហ្នឹងឲ្យអស់កុំឲ្យសោះមួយឲ្យសោះបានឈ្នះ mission អាតាហ្នឹងខ្ញុំក៏រៀបចំកាភ្លើងដាក់គ្រាប់ដាក់អីឲ្យពេញហើយខ្ញុំដើរចូលមកទ្វារបាក់នេះវិញស្រាប់តែធ្លាក់ចុះក្រោមតែម្ដងគ្មានអីជាបញ្ហាផងខ្ញុំនៅតែចាត់ការ zombie បានខ្ញុំក៏មើលគៀនគីឡមាន item ល្អដល់ពេលមើលមកគ្មានរបស់ល្អមួយទេចូលដល់ក្នុងតិចទៀតក៏ឃើញ zombie ទៀតចាញ់ពីឡបន្ទាប់ពីឃ្លៀងនៅក្រោមអស់មកខ្ញុំក៏រត់ឡើងលើផ្ទះហើយក៏បានរបស់ញ៉ាំមកចំនួនដែរហើយហ្គេមហ្នឹងពិបាកលេងជាងគេអាពេលយើងអត់អីញ៉ាំត្មងមើលស្ដាំផងមើលឆ្វេងផងខ្លាចតែដើរទៅបាក់ទៅខំទៀតខ្ញុំក៏ឃើញបន្ទប់ទៅត្រូវចូលមាន2ឆ្វេង1ស្ដាំ1ដល់ពេលបើកទ្វារហើយមិនមែន zombie នោះទេទ្វារបន្ទប់ទឹកហ្នឹងគ្មានអីយកទេទ្វារនេះហើយដែលយើងត្រូវចូលបងអ្នកគ្នាចូលលេងហ្គេមហ្នឹងមកប្រកាសជាតឹងទ្រូងឲ្យពេលវាដាក់គ្រាប់ហើយឃ្លាននៅក្រោមរួចហើយខ្ញុំក៏លោតឡើងទៅលើ item ល្អគឺនៅលើហ្នឹងបើកទ្វាររៀបនឹងចូលហ្នឹងឃើញថាប្រូមួយហ្នឹងបន្លំពួន
ទ្វារមួយនេះជាទ្វារចុងក្រោយញ៉ាំក៏ញ៉ាំអីហើយកុំឲ្យវាហេវតន់ដល់វាអស់កម្លាំងធ្វើឲ្យ stamina នឹងធ្លាក់អញ្ចឹងបាញ់ខ្មោចអត់តន់ទេហើយក៏រត់អត់រួចដែរបើកទ្វារក្រាក់ឃើញដូចស្ងាត់ទេប៉ុន្តែអូននេះ fake ធ្វើដេកបាញ់អូននឹងងាប់ហើយខ្ញុំក៏អាចយក item ល្អបានទាំងអស់របស់វាមិនសូវល្អហើយច្រើននោះដោយសារតែវាជា mission ក្បាលខ្មោចមួយពេលយើងធ្វើយូរហើយវានឹងឡើង mission ហ្នឹងទៅក្បាលខ្មោចច្រើនជាងនឹងបន្ទាប់ពីធ្វើហើយហ្នឹងគេក៏ឲ្យទៅផ្ទះមេឃភ្លៀងល្ងិតឈឹងស្មានទៅយប់ហើយពេលយក mission ទៅដូរតានឹងនោះតានឹងឲ្យតែពុតស៊ីហើយនឹងឈើទេខ្ញុំមានតែយកឈើទុកយកមកធ្វើផ្ទះហើយយក mission ថ្មីជាងាយប្រហែលជា200ម៉ែត្រ clear សំបីអស់ខ្ញុំក៏យក item មកទុកសិននោះដោយសារតែយើងទុកច្រើនពេកយើងនឹងធ្ងន់ណា game ហ្នឹងចេះធ្ងន់ហេវបាយបាក់ជើងផ្ដាសាយគ្រុនឈាមពេញហ្នឹងខ្ញុំក៏បន្តធ្វើ mission ខ្ញុំទៀតហ្នឹងជាងាយ240ម៉ែត្រដើរមកឆ្អែតខ្ញុំក៏មកដល់ឡៃហ្នឹងខ្ញុំក៏ប្រមូល item របស់ដែលជាសភៅហ្នឹងគឺជា skill របស់យើងណាពេលដែលបានសភៅកាន់តែច្រើនវានឹង unlock កភ្លើងល្អៗឲ្យយើងក្រាស់ហើយនេះហ្នឹងគឺជា BIA យើងផឹកហើយយើងនឹងស្វឹងហើយបាញ់ខ្មោចហ្នឹងអត់ងាយឈឺទេហើយខ្ញុំក៏បើកទ្វារចុងក្រោយអាទូចនេះពុនហ្នឹងហើយដាក់មកគ្រាប់អត់ងាប់ទៀតហើយ item ល្អដែលបានហ្នឹងគឺជារបស់វាយខ្មោចថ្មីប៉ុន្តែខ្ញុំអត់ត្រូវការទេខ្ញុំក៏មកដល់ផ្ទះវិញយក item មកដូរតាហ្នឹងដើម្បីយករបស់ល្អពេលមកដល់មករបស់ល្អគឺជា lock pick 5ហ្នឹងខ្ញុំអត់ស៊ីរៀងច្រើនទេយកអាហ្នឹងតែម្ដងហើយក៏រើស mission ថ្មីចម្ងាយ300ម៉ែត្រហើយញ៉ាំអីមកឆ្អែតក៏ប្រមូល item ទុកតោះមកនោះចេញដំណើរទៅទៀតឆ្ងាយមកជុំជាងាយលើភ្នំមកត្រូវដើរហត់យូរពេលតែមកដល់ខ្ញុំភ្លេចអានកតាតាមពិត mission ហ្នឹងណាគឺជីករកកំណប់ខ្ញុំជីកឡើងកំហងពេញហ្នឹងនោះទៅបានរកកំណប់ហ្នឹងឃើញវាស៊ីពេលយើងជាងអាពេលយើងទៅរកខ្មោចទៀតណាអ្នកគ្នាវារៀងវេទនាប៉ុន្តែយើងជីករកវាដល់តែឃើញហ្នឹងនេះវា item ហ្នឹងមានសាច់ខ្លាយមួយដុំនិងមីកំប៉ុងមួយដែរខ្ញុំក៏លោតចេញទៅវិញហើយ item ក៏ខ្ញុំយកទៅអស់ដែរពេលជីកហើយមិនមានក្តីសុខទេតែតែមិនខ្មោចមកអុកឡុកពេលដែលយើងជីកខ្ញុំក៏ចាត់ការទាំង3ងក់ផ្ទៃហើយក៏រត់ទៅផ្ទះវិញហើយរបស់តានឹងឲ្យវិញគឺជាក្រកភ្លើងហើយនឹងផាវផ្ទុះខ្ញុំក៏យកអាក្របបាយផ្ទុះនោះដើម្បីទុកគប់ខ្មោចថ្ងៃទី7យក mission មួយទៀតមកអា mission ហ្នឹងក៏ជីកដីដែរចម្ងាយឡើងឆ្ងាយ500ម៉ែត្រពេលតែខ្ញុំមកដល់ជីកយកមិនឲ្យអ្នកគ្នាមើលយូរទេខ្ញុំក៏ជីកឃើញកំណប់ហ្នឹងពេលតែឃើញភ្លាមហ្នឹងសំប៊ីវាមកអុកឡុកនៅខាងលើតែម្ដងគិតថាសម្រាប់វាអស់ឲ្យហ្នឹងខ្ញុំក៏មកបើកយក item ចេញទៅក្រៅវិញហ្នឹងអាសុំប៊ីតាន់ហ្នឹងក៏មកមួយទៀតសុំប៊ីវាយពីដៃតួអង្គខ្ញុំក៏បាក់ជើងខ្ញុំក៏រុំឈៀងឲ្យជើងខ្ញុំជាសិនហើយចាត់ការពីអ្នកទៀតហ្នឹងបានទៅផ្ទះកើត ពេលតែមកដល់ផ្ទះវិញហើយខ្ញុំក៏ទៅយក item តានឹងឲ្យ lock pick 5ទៀតហើយបន្ទាប់មកទៀតគាត់ក៏ឲ្យកង់ខ្ញុំមួយបានកង់ហើយយើងធ្វើ mission ឆ្ងាយមិនសូវវ៉ាក់ហត់ដើរពេកទេខ្ញុំក៏រើស mission ឆ្ងាយជាងគេ 1.7 គីឡូម៉ែត្របើសិនជាយើងដើរមកចែមិនទាន់ដល់ផងតែបើមានកង់វារៀងស្រួលជាងដើរមើលគេជិះកង់មើល loyal តាសុទ្ធយក1គីឡូ 6
ឥឡូវមកដល់ហើយមីសិនឆ្ងាយជាងគេកាក់កូនផ្ទះមួយទេស្មានតែផ្ទះប៉ុណ្ណាណែខ្ញុំក៏យកមីសិនបន្ទាប់មកហ្នឹងចូលឃ្លាយកតែម្ដង Good. ឥឡូវមីសិនហ្នឹង complete ហើយធ្វើមីសិនរួចហើយខ្ញុំក៏អាចទៅផ្ទះវិញបាន item ល្អតាំងប៉ុន្មានមានតែប៉ុណ្្នឹងខ្ញុំក៏ជិះកង់ទៅផ្ទះវិញហ្នឹងឡើង1គីឡូចុច7ទៀតពេលមកដល់ផ្ទះវិញយើងមិនអាចចូលទៅទិញតានឹងបានទៀតទេគាត់បិទទ្វារហើយប្រអប់ពីរបស់ខ្ញុំហ្នឹងវាដូចជាពេញ item ហើយដល់ទុកអីក៏មិនកើតដែរខ្ញុំក៏មក up skill របស់ខ្ញុំឲ្យ hero ខ្ញុំហ្នឹងកុំឲ្យវាដឹកអីវ៉ាន់ទៅធ្ងន់ទោះដាក់អីវ៉ាន់ដល់ពេញខ្លួនក៏វាអត់វ៉ាធ្ងន់ដូចមុនដែរសល់តែមកវ៉ែទេវាមិនប៉ុន្តែខ្ញុំអត់ទាន់មានវ៉ែ up ផងហើយដល់ពេលយប់យើងអត់ដឹងធ្វើអីផងមានតែកាប់ឈើទុកធ្វើផ្ទះខ្ញុំក៏រៀបចំ build ផ្ទះរបស់ខ្ញុំបតាខ្ញុំ build រហូតឲ្យវាខ្លាចជាកម្មចរាតែមិនមែនទុកឲ្យខ្ញុំឡើងទេខ្ញុំក៏ថែមជើងក្រោមវាបន្ថែមទៀតហើយវាក៏រួចរាល់ខ្ញុំគ្រាន់តែថែមអានេះមកដើម្បីឲ្យខ្មោចឡើងកុំឲ្យវាជាពុកជើងដួលហើយខ្ញុំក៏អាប់ជើងក្រោមឲ្យខ្លាចជាថ្មតែខ្មោចវាយជើងក្រោមបាក់មកផ្ទះយើងនឹងបាក់ទាំងអស់ឥឡូវនោះរួចរាល់អស់មួយហើយខ្ញុំធ្វើជើងក្រោមរួចអស់ហើយនៅតែអាប់វាខ្លាចជាឈើបន្ទាប់មកយើងត្រូវដាក់ចតានេះបន្ថែមពីលើទៀតហើយស្រេចមេកចាប់ផ្ដើមព្រឹកល្មងម៉ោង3ភ្លឺហើយនាទីចុងក្រោយគឺខ្ញុំដាក់អានេះគៀនហើយកុំឲ្យខ្មោចឡើងទៅវាល្អលអ្នកគ្នារួចរាល់ហើយវាគ្រាន់តែជាចតាឲ្យខ្មោចឡើងទេយើងត្រូវធ្វើផ្ទះយើងនៅខាងនេះរាប់ប្លុកគ្រប់អស់ហើយខ្ញុំក៏សារ៉េអាឡៃនេះដាក់ចតាឲ្យខ្មោចដើរមកហើយនេះជាសមិទ្ធផលដែលខ្ញុំទទួលបានខ្ញុំក៏អាប់វាការជាឈើសិនពងតែអាប់ហ្នឹងយីប៉ែមួយហ្នឹងក៏រត់មកតេះតែម្ដងមិនតាន់ធ្វើឲ្យផងអត់ឲ្យសំភោទេខ្ញុំក៏អាប់វាខ្លាចជាឈើដល់អស់ហើយអាខាងនេះនោះក៏អាប់បកាជាឈើដែរតែប៉ុណ្្នឹងទេយើងអាចបានហើយជាតើឲ្យខ្មោចដើរនៅតែផ្ទះនៅអត់ទាន់មានហើយខ្ញុំឈប់ធ្វើផ្ទះត្រឹមហ្នឹងដោយសារតែពេលហ្នឹងគឺព្រឹកហើយម៉ោង6ខ្ញុំទៅធ្វើមីសិនបន្តពេលដែលមកយកមីសិនមកគឺអាតាហ្នឹងឲ្យយើងធ្វើមីសិនក្បាលខ្មោច2ហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឡើយយើងជួបគ្នានៅវគ្គ2ទាំងអស់គ្នាបើសិនជាឡាញណាខ្ញុំកាត់ខុសអ្នកគ្នា comment ខ្ញុំនឹងកែសម្រួលវានៅវគ្គក្រោយៗបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយបាយបាយ